សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ The Student News ព័ត៌មានសម្រាប់សិស្សនិស្សិតវីដេអូថ្ងៃនេះគឺជាការអនុវត្តខ្លាំងមែនទែនដែលយើងនឹងនិយាយអំពី freelance job ដែលសិស្សនិស្សិតអាចធ្វើទៅតាម online រកលុយដោយមិនចាំបាច់ផ្អាកឬក៏ឈប់ការសិក្សានោះទេ freelance jobs មានន័យថាការធ្វើការដោយខ្លួនឯងនៅលើ online ដោយមិនមានមេឬក៏ប្រធានត្រួតត្រាយើងពេញពេលទេវាជាការងារដែលបត់បែនបានហើយអាចរកចំណូលបានហើយជួយទៅដល់បងប្អូនរីកចម្រើនខាងឯជំនាញដែលបងប្អូនកំពុងតែរៀននៅឯសាលារៀនរបស់បងប្អូននោះ freelance job ទី1នោះគឺ content writing ឬក៏ការបកប្រែបើសិនបើបងប្អូនបកកែនៅក្នុងផ្នែកភាសាខ្មែរឬក៏អង់គ្លេសបាទអាចសរសេរ blog post សរសេរការពិពណ៌នាទៅលើ product ឬក៏បកប្រែមាតិកាផ្សេងៗហើយយើងឃើញជាក់ស្ដែងថា Facebook group គឺជាកន្លែងដែលល្អមែនទែននៅក្នុងការចាប់ផ្ដើមឧទាហរណ៍ថាបងប្អូនអាចបកប្រែភាសាអង់គ្លេសមកខ្មែរឬខ្មែរទៅភាសាអង់គ្លេសសម្រាប់អង្គការស្ថាប័នឬក៏សហគ្រាសកន្លែងមុខជំនួញណាមួយក៏បានដែរ freelance job ទី2នោះគឺ graphic design ឬក៏ការបង្កើត logo បងប្អូនចូលចិត្តការបង្កើត logo ឬក៏ចូលចិត្តការរចនា design អីអត់កន្លែងរកស៊ីជាច្រើនដែលគេត្រូវការ logo គេត្រូវការអ្នកសរសេរ poster ឬក៏សរសេរ social media post សម្រាប់ទីកន្លែងរបស់គេបងប្អូនអាចប្រើ Canva នៅក្នុងការចាប់ផ្ដើម design ផលិតផលសម្រាប់ធ្វើការលក់ដូច្នេះមុខជំនាញនេះគឺមិនចាំបាច់មានសញ្ញាបត្រអីទេគឺគ្រាន់តែចេះច្នៃប្រឌិតឲ្យបានតាក់ទាញឲ្យបានចាប់អារម្មណ៍ដូច្នេះហើយសូមអនុវត្តចំណុចនេះជាមួយគ្នា freelance job ទី3នោះគឺការបង្រៀនគួរឬក៏ការបង្រៀន online បាទបងប្អូនបកកែភាសាអង់គ្លេសបកកែគណិតវិទ្យាឬក៏បកកែខាងវិទ្យាសាស្ត្រអីអត់មានឪពុកម្ដាយជាច្រើននៅក្នុងប្រទេសកម្ពុជាឬក៏ជនបរទេសដែលកំពុងតែរស់នៅក្នុងប្រទេសកម្ពុជាគឺពួកគាត់កំពុងតែស្វែងរកគ្រូបង្រៀនគួរដែលមានតម្លៃសមរម្យជាពិសេសគឺខាងផ្នែកភាសាអង់គ្លេសតែម្ដងបើសិនបើបងប្អូនមិនដឹងថាចាប់ដើមដោយម្ដេចបងប្អូនអាចតាក់ទងទៅកាន់ភ្នាក់ងារជ្រើសរើសគ្រូបង្រៀនអនឡាញឬក៏បងប្អូនប្រើ Facebook ឬក៏ TikTok ខ្លួនឯងនឹងប្រកាសខ្លួនឯងតែម្ដងថាខ្ញុំចង់ស្វែងរកការងារអនឡាញហើយយើង post ទៅថាយើងអាចបរៀនពីម៉ោងប៉ុន្មានដល់ម៉ោងប៉ុន្មានកម្រិតណាអីចឹងតម្លៃចន្លោះពីប៉ុន្មានទៅប៉ុន្មានហ្នឹងគឺយើង promote ខ្លួនឯងតែម្ដងfreelance job ទី4ដែលបងប្អូនសិស្សនិស្សិតអាចធ្វើបាននោះគឺការគ្រប់គ្រងបណ្ដាញសង្គមឬក៏គេហៅថា social media management បងប្អូនដឹងពីរបៀប post ពីរបៀប edit វីដេអូអត់ហើយចេះឆ្លើយតបសារអត់អញ្ចឹងយើងអាចចាប់ផ្ដើមជាមួយនឹងទីកន្លែងដែលយើងស្គាល់ដូចជាហាងលក់កាហ្វេហាងលក់បាយឬក៏ក្រុមជំនុំព្រះវិហារឬក៏អង្គការស្ថាប័នណាមួយដែលយើងស្គាល់ស្រាប់គឺយើងអាចជជែកមួយគេទៅថាយើងចង់ run social media management ឲ្យអញ្ចឹងណាហើយនោះហើយគឺជាការចាប់ផ្ដើម business តូចមួយប៉ុន្តែគឺជាដំណើរការដ៏ល្អ freelance job ទី5នោះគឺជាការ edit video ឬក៏ការបញ្ចូលសំឡេង voice over work បើសិនបងប្អូនបកកែបាទកាត់តវីដេអូឬក៏មានសំឡេងព្រោះបើគឺថាអាចរកលុយតាមរយៈជំនាញទាំងនេះបានបងប្អូនអាចបង្កើតវីដេអូខ្លីៗឬក៏ការអាន script ខ្លីៗសម្រាប់ YouTube channel ឬក៏សម្រាប់ Facebook ឬក៏សម្រាប់ TikTok ហើយអាចរកលុយអំពីសំឡេងហើយនឹងជំនាញកាត់តវីដេអូរបស់យើងនេះបើទោះបីជាមានត្រឹមតែ smartphone ឬក៏ទូរស័ព្ទដៃរបស់យើងនឹងអាចប្រើកម្មវិធី CapCut ដើម្បី edit វីដេអូបានផងដែរចឹងហើយគឺថាមិនចាំបាច់មានរបស់គ្រប់យ៉ាងទេមានតែទូរស័ព្ទដៃហ្នឹងក៏អាចធ្វើកិច្ចការ edit វីដេអូហើយនឹងបញ្ចូលសំឡេងបានដែរតើយើងអាចចាប់ផ្ដើមធ្វើការងារ freelance ដោយរបៀបណាបាទសូមចាប់ផ្ដើមពីតូចទៅបាទផ្ដល់ជូនសេវាកម្មដែលចេញពី Facebook page របស់បងប្អូនឬក៏ Facebook personal របស់បងប្អូនហ្នឹងឬក៏តាមរយៈ Telegram ថាយើងមានសេវាកម្មអីយើងអាចផ្ដល់ជូនគេយ៉ាងដូចម្ដេចអញ្ចឹងយើងគ្រាន់តែត្រូវការភាពស្មោះត្រង់ជាមួយអតិថិជនហើយឲ្យវាមានតុល្យភាពមានគេហៅថា consistency គឺចេះតែទៅមុខ
រហូតដោយមានតុល្យភាពមិនចាំបាច់តែមានអ្វីៗគ្រប់យ៉ាងមិនចាំបាច់តែភាពឥតខ្ចោះនោះទេគ្រាន់តែយើងចាប់ផ្ដើមជាមួយនឹងអ្វីដែលយើងមានតែប៉ុណ្ណោះការងារ freelance គឺមិនមែនស្រួលសម្រាប់ការរកលុយប្រហែលទេបងប្អូនត្រូវការរៀនបងប្អូនត្រូវការបង្ហាញខ្លួនបងប្អូនត្រូវការអត់ធ្មត់ប៉ុន្តែវាជាធម៌ពលយ៉ាងខ្លាំងនៅក្នុងការស្វែងរកលុយហើយសាងសង់បទពិសោធន៍ហើយជៀសវាងការចំណាយពេលឥតប្រយោជន៍ដូច្នេះហើយក្នុងចំណោម freelance job 5 នេះតើកិច្ចការ freelance job online មួយណាដែលបងប្អូនអាចចាប់ផ្ដើមធ្វើបានសូម comment នៅខាងក្រោមនេះព្រោះអីខ្ញុំចង់ឮពីបងប្អូនផងដែរកុំភ្លេចចុច like ចុច subscribe ហើយនិង follow The Student News ដើម្បីទទួលបានវីដេអូបន្ថែមទៀតសម្រាប់ការលូតលាស់របស់បងប្អូននៅឯសាលារៀននៅក្នុងជីវិតហើយនិងអនាគតផងដែរ